សម្ដេចធិបតីហ៊ុនម៉ាណែតបានគូបញ្ជាក់ថាតនដិតជាក្មេងទំនើងភេទប្រុសចំនួន790នាក់ត្រូវបានបញ្ជូនឲ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពំលេនដ្ឋាននិងការងារផ្សេងយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2026មានខ្លឹមសារដូចខាងក្រោមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី26ខែមេសាឆ្នាំ2026កន្លងទៅដោយបានឲ្យស្ថាប័នជំនាញរួមមានក្រសួងយុតិធម៌អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនិងអគ្គស្នងការនគរបាលជាតិគិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឲ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពំលេនដ្ឋាននិងការងារផ្សេងដែលសមស្របដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្មជាក់ស្ដែងកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2026អគ្គនាយកដ្ឋានពន្ធនាគារបានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងភេទប្រុសសរុបចំនួន790នាក់ពីបណ្ដាមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែនិងពន្ធនាគារគោលដៅចំនួន2គឺមណ្ឌលអប់រំកែប្រែទី4ខេត្តពោធិ៍សាត់ចំនួន651នាក់និងពន្ធនាគារខេត្តឧត្តរមានជ័យចំនួន139នាក់ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែនិងលុតដំខ្លួនតាមរយៈការចូលរួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផងនិងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង។